ប្រវត្តិសាស្ត្រនៃជំរំសៃធូនិងសោកនាដកម្មភ្នំខ្មោចបានបន្សល់ទុកនៅមេរៀនយ៉ាងច្បាស់ថានៅពេលស្រុកទេសយើងបែកបាក់និងចុះខ្សោយគឺមានតែការគៀបសង្កត់និងការកេងចំណេញពីខាងក្រៅប៉ុន្មានថ្ងៃនេះភាគីសៀមបានចេញមុខមកតវ៉ាយ៉ាងខ្លាំងជាមួយអង្គការសហប្រជាជាតិឬហៅថា UN គេបានឆ្លើយតបទាំងអំនួតថាគេមិនបានរំលោភបំពានដែនដីខ្មែរឡើយហើយថែមទាំងលើកឡើងថាចុះហេតុអ្វីអង្គការសហប្រជាជាតិមិននឹកឃើញកាលពីសម័យជំរំសៃធូដែលថៃធ្លាប់ជួយសង្គ្រោះនិងបានឲ្យដីខ្មែរជ្រកកោនផងគេព្យាយាមទាមទារឲ្យខ្មែរដឹងគុណប៉ុន្តែតើប្រវត្តិសាស្ត្រពិតប្រាកដនៅខាងក្រោយក្នុងជំរំសៃធូនិងខោអ៊ីដាងមានរឿងរ៉ាវយ៉ាងណាតើសៀមជួយខ្មែរដោយទឹកចិត្តឬដោយសារសម្ពាធរឿងរ៉ាវបានចាប់ផ្ដើមនៅចុងឆ្នាំ1979ក្រោយពេលរបបខ្មែរក្រហមដួលរលំប្រជាជនខ្មែររាប់សែននាក់ដែលទើបតែរួចផុតពីការកាប់សម្លាប់បានប្រឈមមុខនឹងសង្គ្រាមស៊ីវិលនិងគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរមនុស្សម្នាក់ស្គមស្កាំងសតែស្បែករំឆ្អឹងគ្មានបាយហូបគ្មានថ្នាំសង្កូវត្រូវបង្ខំចិត្ត3កូនជំលះឪពុកម្ដាយចាស់ជ្រាដែលឆ្លងកាត់ព្រៃជ្រៅនិងចំការមានរាប់ពាន់គ្រាប់ឆ្ពោះទៅទិសខាងលិចដើម្បីស្វែងរកពន្លឺនៃជីវិតនៅតាមព្រំដែនខ្មែរថៃប៉ុន្តែពេលរត់ទៅដល់ព្រំដែនប្រជាជនខ្មែរមិនត្រូវបានគេទទួលស្វាគមន៍ដោយងាយស្រួលឡើយកងទ័ពសៀមបានបិទទ្វារព្រំដែនគៀបសង្កត់និងជំរិតទីយកមាសប្រាក់គ្រឿងអលង្ការឬប្រាក់កាសបន្តិចបន្តួចដែលប្រជាជនខិតខំលាក់ទុកជាប់ខ្លួនជាថ្នូរនឹងការឆ្លងដែនអ្នកណាគ្មានប្រាក់ឬគ្មានរបស់មានតម្លៃត្រូវរងចាំទាំងអត់ឃ្លាននៅតាមបន្ទាត់ព្រំដែនហាលខ្យល់ហាលភ្លៀងនិងប្រឈមមុខនឹងការបាញ់ប្រហារគ្រប់ពេលអ្វីដែលឈឺចាប់បំផុតនោះគឺសោកនាដកម្មភ្នំខ្មោចនៅខែមិថុនាឆ្នាំ1979ដោយមិនចង់ទទួលបន្ទុកជនភៀសខ្លួនអាជ្ញាធរសៀមបានបោកបញ្ឆោតប្រជាជនខ្មែរជិត 45,000 នាក់ឲ្យឡើងឡានក្រុងដោយភូតថានឹងដឹកទៅទីតាំងសុវត្ថិភាពប៉ុន្តែគេបែរជាដឹកយកទៅទម្លាក់ចោលនៅលើកំពូលភ្នំដងរែកក្បែរប្រាសាទព្រះវិហារហើយភ្ជុំកាំភ្លើងបង្ខំឲ្យប្រជាជនខ្មែរដើរចុះតាមជ្រោះចោលត្រឡប់មកក្នុងស្រុកខ្មែរវិញការបង្ខំឲ្យដើរចុះតាមជម្រាលជួរភ្នំដងរែកនាពេលនោះបានធ្វើឲ្យប្រជាជនខ្មែររាប់ពាន់នាក់ត្រូវផ្ទុះមីនស្លាប់ធ្លាក់ជ្រោះនិងអត់អាហារស្លាប់យ៉ាងអាណោចអាធំបំផុតលុះពេលសោកនាដកម្មភ្នំខ្មោចនេះបានធ្លាយចេញទៅក្រៅប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនិងអង្គការសហប្រជាជាតិរួមទាំងប្រទេសលោកខាងលិចបានចេញមុខថ្កោលទោសរដ្ឋាភិបាលសៀមយ៉ាងធ្ងន់ធ្ងរចំពោះអំពើព្រៃផ្សៃមួយនេះដោយសារសម្ពាធនិងនយោបាយអន្តរជាតិដ៏ធ្ងន់ធ្ងររួមផ្សំនឹងការសន្យាផ្ដល់ថវិកាជំនួយរាប់រយលានដុល្លារពីអង្គការសហប្រជាជាតិនិងប្រទេសលោកខាងលិចទើបសៀមសុខចិត្តបើកដីឲ្យបង្កើតជំរំភៀសខ្លួនដូចជាជំរំខោអ៊ីដាងនិងជំរំសៃធូដូច្នេះការដែលសៀមព្រមទទួលខ្មែរឲ្យនៅក្នុងជំរំមិនមែនកើតចេញពីទឹកចិត្តសប្បុរសធម៌ឬក្តីមេត្តាឡើយគឺដោយសារតែសម្ពាធនិងប្រាក់ជំនួយអន្តរជាតិសុទ្ធសាធនៅក្នុងជំរំសៃធូដែលផ្ទុកប្រជាជនខ្មែរជិត 20,000 នាក់រាល់អាហារថ្នាំសង្កូវសាលារៀននិងមន្ទីរពេទ្យគឺជានិមិត្តរូបនៃជំនួយផ្ទាល់ពីអង្គការសហប្រជាជាតិនិងប្រទេសលោកខាងលិចមិនមែនជាលុយរបស់សៀមឡើយសៀមគ្រាន់តែជាអ្នកផ្ដល់ទីតាំងនិងប្រមូលចំណេញពីថវិកាប្រតិបត្តិការរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះលើសពីនេះជំរំសៃធូប្រៀបដូចជាគុកចំហដែលប្រជាជនខ្មែរត្រូវរស់នៅក្រោមរបងលួសបន្លាគ្មានសេរីភាពដើរហើរឡើយប្រជាជនខ្មែរដែលខ្វះខាតអាហារហើយលួចចេញទៅបេះបន្លែឬរកស៊ីនៅក្រៅរបងបើទីហ៊ានសៀមប្រទេសឃើញនឹងត្រូវបាញ់សម្លាប់ភ្លាមដោយគ្មានការស្ដាយស្រណោះស្ត្រីនិងគ្រួសារទុនខ្សោយជាច្រើនត្រូវរស់នៅទាំងភ័យខ្លាចជារៀងរាល់យប់ពីការគំរាមកំហែងនិងការធ្វើបាបពីសំណាក់ទីហ៊ានសៀមដោយគ្មានសិទ្ធិប្តឹងផ្តល់ឬទាមទារយុត្តិធម៌ឡើយពួកគាត់ត្រូវហូបបាយលីទឹកភ្នែកនិងរស់ក្រោមសម្ពាធជានិច្ចដូច្នេះការដែលភាគីសៀមតែងតែអះអាងថាខ្លួនធ្លាប់ជួយខ្មែរគឺជាការនិយាយកាត់ប្រវត្តិសាស្ត្រតែប៉ុណ្ណោះកាលពីដំបូងគេមិនដែលគិតចង់ជួយខ្មែរឡើយប៉ុន្តែដោយសារសម្ពាធអន្តរជាតិខ្លាំងពេកទើបគេព្រមបើកទ្វារជាងនេះទៅទៀតការជួយនោះទៀតសោតគឺមិនមែនជួយចេញពីទឹកចិត្តឡើយប៉ុន្តែគឺជួយដើម្បីប្រយោជន៍សេដ្ឋកិច្ចលុយកាក់និងនយោបាយដែលគេទទួលបានពីអង្គការសហប្រជាជាតិនិងប្រទេសលោកខាងលិចតែប៉ុណ្ណោះប្រវត្តិសាស្ត្រនៃជំរំសៃធូនិងសោកនាដកម្មភ្នំខ្មោចបានបន្សល់ទុកនៅមេរៀនយ៉ាងច្បាស់ថានៅពេលស្រុកទេសយើងបែកបាក់និងចុះខ្សោយគឺមានតែការគៀបសង្កត់និងការកេងចំណេញពីខាងក្រៅសូមកូនចៅខ្មែរគ្រប់រូបចងចាំប្រវត្តិសាស្ត្រនេះឲ្យច្បាស់ត្រូវរួបរวมសាមគ្គីគ្នាការពារទឹកដីនិងអភិវឌ្ឍជាតិឲ្យរឹងមាំព្រោះមានតែភាពរឹងមាំរបស់យើងខ្លួនឯងទេដែលជាខែលការពារជាតិនិងការពារប្រជាជនខ្មែរបានពិតប្រាកដ